Gal, gal, gal. Today I want to talk about interrogative adjective in French. Trong trong vậy bị cái niệm sầm núiរបស់ភាសាបារាំងតាមអ្នកខ្លះហើយវិធីប្រើប្រាស់យ៉ាងនេះ There are four types of interrogative adjective in French ចឹងមាន4ទាំងអស់គឺមាន gal, 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 gal សិនជាភាសាអង់គ្លេសគឺវាអាចមានន័យថា what and which ចឹងតើ gal នេះយើងប្រើនៅពេលណា gal នេះគឺយើងប្រើនៅពេលដែលយើងប្រើជាមួយនឹងនាមភេទប្រុស gal នេះវិញគឺយើងប្រើជាមួយនឹងនាមភេទស្រីហើយសម្រាប់ gal ដែលមាន s ហើយនឹង gal ដែលមាន s នេះវិញគឺយើងប្រើជាមួយនឹងនាមភេទប្រុសច្រើននាមភេទស្រីច្រើនអូខេអញ្ចឹងមាន s គឺមានថាយើងចាប់ពី2ឡើងទៅ Quel livre lis-tu Quelle robe veux-tu Quel film préfères-tu Quelle chanson connais-tu អូខេ example អញ្ចឹងដើម្បីយើងប្រើ quel មួយនេះគឺឧទាហរណ៍វាគឺថាយើងប្រើជាមួយនឹងនាមដែលភេទប្រុសតែមួយ singular not a plural អញ្ចឹងយើងអាចនិយាយបានថា Quel livre lis-tu Quel livre lis-tu What book are you reading What book are you reading ហើយកំពុងអានសៀវភៅអីហ្នឹងហើយអានសៀវភៅអីគេហ្នឹងទី2ពេលយើងប្រើនិយាយថាសួរថាមួយណាក៏បានដែរ Quelle robe veux-tu Quelle robe veux-tu Which dress do you want Which dress do you want តើអ្នកឯងចង់បានរ៉ូបមួយណា Quel film préfères-tu Which movies do you prefer Which movies do you prefer ហើយចូលជារឿងណាខ្លះ Quelle chanson connais-tu Quelle chanson connais-tu ហើយចេះជាបទអីខ្លះហើយចេះជាបទអីគេខ្លះអញ្ចឹងនៅក្នុងភាសាបារាំងមិនមានតែ interrogative adjective ទេគឺវាមាន interrogative pronoun general interrogative word as well like qui que quoi អីអស់ហ្នឹងអញ្ចឹងបើសិនអ្នកនរចាប់អារម្មណ៍អាចសួរខ្ញុំបានទៀតបាយបាយ